ជំរាបសួរពួកយើងទាំងអស់គ្នាគឺជាសិស្សថ្នាក់ទី6នៃសាលាអន្តរជាតិ KCE ថ្ងៃនេះពួកយើងនឹងនិយាយអំពីចំណាប់អារម្មណ៍ក្នុងទិវាអំណាចជាតិលើកទី10ក្នុងឱកាសទិវាអំណាចជាតិលើកទី10ដែលធ្វើឡើងនៅថ្ងៃទី8ដល់ថ្ងៃទី11ខែមិនិនាឆ្នាំ2025ក្រមប្រធានបទការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គមដើម្បីលើកស្ទួយអក្សរសាស្ត្រជាតិនិងរំលឹកដល់ស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែររួមជាមួយការអភិរក្សអក្សរខ្មែរនិងការថែរក្សាអត្តសញ្ញាណជាតិដែលមានន័យថាដោយសារការអានបានផ្ដល់នូវចំណេះដឹងបំណិននិងការអនុវត្តផ្សារភ្ជាប់គ្នារវាងមនុស្សម្នាក់តទៅកាន់មនុស្សម្នាក់រហូតទៅដល់ពីមនុស្សមួយចំនួនទៅកាន់មនុស្សមួយចំនួនទៀតលើសពីនេះគឺជាការបន្តបណ្ដុះការអាននិងសរសេរជំនាញវប្បធម៌ការអាននិងជួយលើកកម្ពស់សមត្ថភាពក្នុងការអានស្មុគកំណាតនិងការតែងនិពន្ធផងដែរក្នុងនាមជាសិស្សយើងត្រូវបណ្ដុះទម្លាប់ការអានឲ្យបានច្រើនព្រោះការអានបានជួយដល់ការកើតរបស់យើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់